មិនទាន់បានសាងភ្នួរនោះលោកបានទៅស្ដាប់នៅព្រះធម្មទេសនារបស់ព្រះពុទ្ធជាម្ចាស់ហើយការសេចក្តីជ្រះថ្លាក្នុងព្រះធម្មទេសនានោះយ៉ាងក្រៃលែងមានចិត្តប្រាថ្នាចង់បួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាលុះត្រឡប់មកផ្ទះវិញក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យដល់ប្អូនប្រុសរបស់ខ្លួនស្រេចហើយទើបសុំលាប្អូនទៅបួសក្នុងសំណាក់ព្រះបរមសាស្តាលុះបួសបាន5ព្រះវស្សាហើយលោកក៏បានចូលទៅក្រាបថ្វាយបង្គំសូមរៀនព្រះកម្មដ្ឋានជាមួយនឹងព្រះសម្មាសម្ពុទ្ធបន្ទាប់មកក៏បានក្រាបថ្វាយបង្គំលាព្រះអង្គទៅបំពេញសមណធម៌នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ព្រមជាមួយនឹងភិក្ខុសង្ឃ60រូបជាបរិវារព្រះថេរៈលោកមានសេចក្តីព្យាយាមយ៉ាងខ្លាំងក្លាបំផុតនៅក្នុងការប្រតិបត្តិធម៌លោកបានតាំងចិត្តសច្ចាធិដ្ឋានថាអាត្មាអញនឹងមិនសឹងរហូត3ខែនៅក្នុងរដូវភ្លៀងនេះក្នុងវស្សានោះរោគក្នុងភ្នែកក៏បានកើតឡើងដល់ព្រះថេរៈគ្រូពេទ្យបានមកជួយព្យាបាលរោគប្រគេនព្រះថេរៈហើយឲ្យព្រះថេរៈសឹងបន្តក់ថ្នាំតាមភ្នែកតែព្រះថេរៈមិនព្រមសឹងបន្តក់ថ្នាំតាមលោកគ្រូពេទ្យប្រាប់សោះព្រោះលោកបានតាំងចិត្តស្រេចហើយថានឹងមិនសឹងរហូត